Chị Riệp xua, xôm xoa cô một căn cầm thi à ha sốc hiệp. Ngày ní, nên khi chẳng bày nè, ban chân rơ. Vô một hộp mình mốc. Đây, kỳ 2 tháng. Chiên chuôn, tao hù. Sầm rạp krương xong rồi bao dân ngày ní. Mình được chia xiếng, lạc tâm, tắc sĩ yếu, cà rốt, lạc cà chị cà đáo, scott nout, tao hù, mật rách, khnhay, hầm bal, mật tế, tâm sò, nâng prên trà.នៅពេលនេះយើងនឹងចាប់ផ្ដើមឆាឆៃម៉ាបើកហ្គាសមកអញ្ចឹងគឺយើងទុកឲ្យខ្ទះក្តៅបន្តិចបន្ទាប់មកគឺយើងដាក់ប្រេងឆាហើយបន្ទាប់មកទៀតគឺយើងដាក់ខ្ទឹមសហើយយើងបំពងខ្ទឹមឲ្យក្រហមហើយបន្តទៅទៀតគឺយើងដាក់ស្ករត្នោតបន្ទាប់មកយើងកូរឲ្យក្រហមហើយបន្ទាប់មកទៀតគឺយើងដាក់ខ្ញី នៅពេលដែលយើងចាក់ខ្ញីចូលទៅក្នុងខ្ទះយើងត្រូវឆាខ្ញីឲ្យទន់បន្ទាប់មកយើងត្រូវចាក់ស្លឹកកញ្ចក់កដោចឹងយើងត្រូវឆាខ្ញីជាមួយនឹងស្លឹកកដោដើម្បីឲ្យវាទន់មើលទៅល្មមគួរសមហើយយើងត្រូវចាក់ការ៉ុតចូលទៅក្នុងខ្ទះយើងត្រូវឆាការ៉ុតឲ្យរីងទន់បន្តិចដល់ពេលនេះការ៉ុតរបស់យើងចាប់ផ្ដើមស្លោកហើយចឹងយើងត្រូវចាក់តៅហ៊ូចូលជំរើសល្អនោះយើងយកតៅហ៊ូជំនួសឲ្យសាច់នោះគឺតៅហ៊ូអាចជួយធ្វើឲ្យយើងមានសុខភាពល្អជាជាងសាច់បន្ទាប់មកនេះយើងត្រូវការដាក់សៀងចូលទៅដល់ពេលដែលយើងចាក់សៀងចូលទៅខាងក្នុងខ្ទះរបស់យើងហើយយើងត្រូវឆាវារយៈពេល4នាទីទៅ5នាទីបានយើងចាប់ផ្ដើមដាក់គ្រឿងដល់ពេលដែលយើងឃើញថាតៅហ៊ូរបស់យើងចាប់ផ្ដើមចូលជាតិហើយយើងត្រូវការចាក់ទឹកស៊ីអ៊ីវចូលបន្តមកទៀតយើងចាក់ម្រេចនៅពេលដែលយើងចាក់គ្រឿងចូលទៅក្នុងខ្ទះយើងត្រូវឆាវាឲ្យសព្វបន្តមកទៀតយើងត្រូវការដាក់អំបិលបន្តិចពីព្រោះមុននឹងយើងបានដាក់ទឹកស៊ីអ៊ីវរួចហើយនៅពេលដែលយើងឆាយើងត្រូវមើលភ្លើងរបស់យើងមិនអាចដាក់ភ្លើងខ្លាំងឬក៏ភ្លើងតិចបានទេគឺយើងដាក់កម្រិតល្មមដើម្បីឲ្យឆាទៅចូលជាតិដល់ពេលនេះម្ហូបរបស់យើងជិតឆ្អិនហើយប្រហែលជា2ទៅ3នាទីទៀតនឹងឆ្អិនបើសិនជាពុកម៉ែបងប្អូនមានចំណង់ចំណូលចិត្តក្នុងការញ៉ាំហើយពុកម៉ែបងប្អូនអាចដាក់មកទេបានបើសិនជាមិនចូលចិត្តក៏អត់អីដែរដល់ពេលនេះម្ហូបរបស់យើងបានឆ្អិនហើយយើងត្រូវការបិទភ្លើងហើយយើងត្រូវការដាក់ស្លឹកខ្ទឹមខាងលើដល់ពេលដែលយើងចាក់រួចយើងត្រូវការត្រឡប់វាដើម្បីឲ្យស្លឹកខ្ទឹមស្លោកដល់ពេលនេះចិញ្ចួនរបស់យើងបានឆ្អិនរួចរាល់អស់ហើយយើងត្រូវការដុសចិញ្ចួនយកមកដាក់នៅលើចានដែលមានសាឡាត់និងត្រសក់នាងខ្ញុំនឹងសង្ឃឹមថាពុកម៉ែបងប្អូនអាចយកទៅឆានៅផ្ទះខ្ញុំពិតជាអរគុណសម្រាប់ការទស្សនាវីដេអូនេះ